ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ AI នឹងក្លាយជាជំនាញដ៏សំខាន់សម្រាប់ការសិក្សានិងការងារមិនមែន AI ដែលនឹងជំនួសមនុស្សនោះទេប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងមានអត្ថប្រយោជន៍និងឱកាសច្រើនជាងអ្នកដែលមិនទាន់ចេះប្រើវា Wow, this AI tool is really breaking down the complex theory. Yeah, it makes it much easier to grasp. Let's take notes on the តើ practical អ្នកត្រៀមខ្លួន examples of សម្រាប់អនាគត generates. នោះហើយឬនៅសប្តាហ៍ថ្ងៃនេះអ្នកប្រហែលជាបានឮមនុស្សជាច្រើននិយាយអំពី AI ឬបញ្ញាសិប្បនិម្មិតប៉ុន្តែតើអ្នកពិតជាយល់ថា AI ជាអ្វីហើយតើអ្នកដឹងពីរបៀបប្រើវាដើម្បីជួយដល់ការសិក្សាការងារនិងអាជីវកម្មរបស់អ្នកហើយឬនៅបើចម្លើយនៅមិនទាន់ច្បាស់ទេកុំបារម្ភក្នុងវគ្គសិក្សានេះខ្ញុំនឹងនាំអ្នករៀនពីមូលដ្ឋានរហូតដល់អ្នកអាចប្រើ AI បានដោយទំនុកចិត្តនិងយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសិក្សា AI សម្រាប់អ្នកចាប់ផ្ដើមមិនថាអ្នកជាសិស្សនិស្សិតបុគ្គលិកការិយាល័យគ្រូបង្រៀនម្ចាស់អាជីវកម្មអ្នកបង្កើតមាតិកាឬមិនធ្លាប់ប្រើ AI ពីមុននោះទេវគ្គសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកយើងនឹងរៀនជាមួយគ្នាចាប់ពីមូលដ្ឋានរហូតដល់អ្នកអាចប្រើ AI ក្នុងការសិក្សាការងារនិងអាជីវកម្មបានដោយទំនុកចិត្តហេតុអ្វីត្រូវរៀន AI បច្ចុប្បន្ន AI កំពុងផ្លាស់ប្ដូររបៀបដែលមនុស្សធ្វើការរៀនទំនាក់ទំនងនិងបង្កើតអាជីវកម្មក្រុមហ៊ុនធំៗនិងស្ថាប័នជាច្រើននៅទូទាំងពិភពលោកកំពុងប្រើ AI ដើម្បីបង្កើតប្រសិទ្ធភាពការងារសន្សំពេលវេលានិងជួយសម្រេចចិត្តបានល្អប្រសើរជាងមុនអ្នកក៏អាចប្រើ AI ដើម្បីសរសេរឯកសារនិងអ៊ីមែលបានលឿនរៀបចំរបាយការណ៍និងបទបង្ហាញបង្កើតគំនិតថ្មីៗបកប្រែភាសាសង្ខេបឯកសារវែងៗបង្កើតរូបភាពនិងវីដេអូជួយសរសេរកូដសម្រាប់អ្នកអភិវឌ្ឍបង្កើតផលិតភាពការងារប្រចាំថ្ងៃ AI មិនមែនជំនួសមនុស្សទេប៉ុន្តែវាជាឧបករណ៍ដ៏មានអានុភាពដែលជួយឲ្យមនុស្សធ្វើការបានលឿនឆ្លាតវៃនិងមានប្រសិទ្ធភាពជាងមុនក្នុងវគ្គសិក្សានេះអ្នកនឹងទទួលបានចំណេះដឹងនិងជំនាញដែលអាចយកទៅប្រើប្រាស់បានភ្លាមៗដូចជា AI គឺជាអ្វីនិងរបៀបដែលវាដំណើរការស្គាល់ប្រភេទផ្សេងៗនៃ AI របៀបប្រើ ChatGPT និង AI tool ផ្សេងៗការសរសេរ prompt ឲ្យ AI ឆ្លើយបានត្រឹមត្រូវនិងមានប្រសិទ្ធភាពការប្រើ AI សម្រាប់ការសិក្សានិងការងារការិយាល័យការប្រើ AI ក្នុងអាជីវកម្មនិងទីផ្សារ Digital ការបង្កើតរូបភាពវីដេអូនិងមាតិកាដោយប្រើ AI ការប្រើប្រាស់ AI Agent និង AI Assistant ការបង្កើតនិងការប្រើប្រាស់ Custom GPTs ឬក្នុងការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពនិងទំនួលខុសត្រូវវគ្គសិក្សានេះត្រូវបានរៀបចំជាភាសាខ្មែរងាយស្រួលយល់និងផ្ដោតលើការអនុវត្តជាក់ស្ដែងអ្នកមិនចាំបាច់មានចំណេះដឹងផ្នែកបច្ចេកវិទ្យាពីមុនឡើយគោលបំណងរបស់ខ្ញុំមិនមែនគ្រាន់តែឲ្យអ្នកស្គាល់ AI ប៉ុណ្ណោះទេប៉ុន្តែចង់ឲ្យអ្នកអាចប្រើ AI ដើម្បីដោះស្រាយបញ្ហាបង្កើតផលិតភាពនិងបង្កើតឱកាសថ្មីៗសម្រាប់ខ្លួនអ្នកកុំភ្លេចចុច Subscribe ដើម្បីកុំឲ្យខកខានមេរៀនថ្មីៗប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច Like និង Share ទៅកាន់មិត្តភ័ក្តិក្រុមការងារនិងអ្នកដែលចង់ចាប់ផ្ដើមរៀន AI